ជំរាបសួរបងប្អូនទាំងអស់គ្នាបាទមកកាន់វីដេអូថ្មីរបស់ខ្ញុំនៅថ្ងៃនេះគឺចង់ធ្វើវីដេអូមួយបង្ហាញដល់បងប្អូនពីសកម្មភាពចុះយកនៅអំណោយបាទជាមួយក្រុមការងារទៅជូនឲ្យបាទបងប្អូនកងទ័ពក៏ដូចជាបងប្អូនជនភៀសសឹកនៅក្នុងបណ្ដាខេត្តជាប់នឹងព្រំដែនកម្ពុជាថៃដែលកម្ពុជាយើងកំពុងតែមានបាទវិវាទក៏ដូចជាកំពុងតែមានចំនួនបញ្ហាព្រំដែនជាមួយនឹងខាងភាគីថៃហើយក៏មានក៏ផ្ទុះឡើងនៅសង្គ្រាមហើយបណ្ដាលឲ្យមានជនភៀសសឹកបាទជាច្រើនបាទពាន់ច្រើនម៉ឺនគ្រួសារកំពុងតែភៀសខ្លួននៅឡើយទេនៅមកទល់នឹងបច្ចុប្បន្នហើយនេះគឺខ្ញុំកាត់មកដល់បាទម្ដុំទឹកដីក្នុងខេត្តកំពង់ឆ្នាំងគឺយើងជិះឡានក្រុងដែលដឹកនៅអំណោយបាទហើយអំណោយទៀតសោតគឺមានបាទជាអង្រឹងក៏ដូចជាអាវភ្លៀងជាមួយនឹងនំទាហានណាបងប្អូនបាទគេហៅថានំទាហានអញ្ចឹងទៅដើម្បីយើងដឹកទៅផ្ដល់ជូនទៅដល់កងទ័ពក៏ដូចជាបងប្អូនជនភៀសសឹកនៅតាមខេត្តដែលខ្ញុំរៀបរាប់ថានៅជាប់នឹងព្រំដែនកម្ពុជាថៃមានដូចជាខេត្តបាទឧត្តរមានជ័យខេត្តបាទព្រះវិហារជាដើមបងប្អូនបាទហើយនេះគឺខ្ញុំបានធ្វើដំណើរមកដល់ខេត្តបន្ទាយមានជ័យហើយគឺដោយសារតែមានកិច្ចប្រជុំជាមួយនឹងបាទតទៅនឹងការងារប្រជុំនៅក្នុងខេត្តបន្ទាយមានជ័យហើយបានយើងហួសទៅខេត្តទីរួមខេត្តឧត្តរមានជ័យនៅថ្ងៃតែមួយហ្នឹងហើយយើងក៏ស្នាក់នៅទីរួមខេត្តឧត្តរមានជ័យគឺនៅក្នុងក្រុងសំរោងផ្ទាល់តែម្ដងនេះគឺយើងកាត់វីដេអូបន្ទាប់ពីប្រជុំរួចយើងកាត់មកដល់កន្លែងយើងធ្វើដំណើរមកដល់ទីប្រជុំជនក៏ដូចជាក្រុងសំរោងក្នុងខេត្តឧត្តរមានជ័យហើយបាទហើយយើងទៅដល់នេះគឺអំឡុងខ្ទង់ជាម៉ោង9យប់ឲ្យបងប្អូនគឺដោយសារតែយើងដឹកអីវ៉ាន់ធ្ងន់ពេកយើងធ្វើដំណើរបានលឿនទេបាទអញ្ចឹងចេញពីបាទហើយនេះខ្ញុំកាត់វីដេអូមកដល់បាទស្អែកឡើងហើយបាទស្អែកឡើងគឺយើងដឹកអំណោយជាអង្គបាទអង្គមកសាលាខេត្តឧត្តរមានជ័យដើម្បីរៀបហើយយើងថតរូបរួមគ្នាជាមួយនឹងអភិបាលខេត្តអញ្ចឹងទៅណាបងប្អូនបាទហើយមានជាអង្គមានជារឹងមានអីជាបាទមានមីមានអីចឹងទៅហើយនេះគឺជាអំណោយរបស់ក្រុមការងារពីសមាគមបាទមីក្រូរ៉ែនថក់និងសមាគមធនាគារបាទហើយការផ្ដល់ជូនអំណោយនេះគឺដឹកនាំរៀបចំដោយសមាគមមីក្រូរ៉ែនថក់នេះបន្ទាប់ពីយើងបកគលជូនរួចរាល់ហើយសម្រាប់ខេត្តឧត្តរមានជ័យគឺយើងកាត់មកដល់បន្ទាប់ទៀតនោះគឺធ្វើដំណើរមកការបកគលជូននៅខាងកងពលអន្តរាគមន៍ដូច3ម្ដងសិននៅបាទនៅដូចជាក្នុងបាទនៅក្នុងខេត្តព្រះវិហារម្ដងបងប្អូនបាទខ្ញុំអត់ច្បាស់ដូចជាស្រុកជាំខ្សានអញ្ចឹងហ៎បងប្អូនខ្ញុំដូចជាអត់ច្បាស់ដែរទេអធិស្ឋានបើសិនជានិយាយទីតាំងខុសបាទបន្ទាប់ពីចែកជូននៅកងពលអន្តរកម្មលេខ3រួចហើយគឺយើងបាទបន្តធ្វើដំណើរបាទសម្រាប់ពេលវេលានេះគឺនៅថ្ងៃស្អែកបន្តទៀតទេណាមិនថ្ងៃដដែលទេបងប្អូនបាទម្សិលមិញនោះគឺល្ងាចហើយអញ្ចឹងនេះគឺស្អែកទេស្អែកឡើងគឺយើងមកចែកអំណោយនៅជំរំភៀសសឹកវិញម្ដងនៅក្នុងគេហៅថាវត្តពោ5000ដើមបាទនៅក្នុងខេត្តព្រះវិហារដដែលដូចជានៅស្រែមបងប្អូនបាទហើយនៅកន្លែងហ្នឹងគឺជាកន្លែងមូលដ្ឋានក៏ដូចជាមណ្ឌលភៀសសឹកធំជាងគេបងអស់ណាបងប្អូនកន្លែងហ្នឹងហើយយើងឃើញថាមានប្រជាពលរដ្ឋយើងកំពុងតែស្នាក់នៅរស់នៅច្រើនមែនទែនមានជាតង់មានជាខ្ទមនៅពួកគាត់សង់ហ្នឹងបាទហើយមានកោយន្តមានអីអញ្ចឹងទៅបាទអានេះគឺរស់នៅបែបហ្នឹងហើយនេះខ្ញុំកាត់មកដល់កន្លែងយើងរៀបចំចែកអំណោយដែលមានការចូលរួមពីអភិបាលខេត្តព្រះវិហារផ្ទាល់គឺបាទអាដាមគឹមរិទ្ធីបាទអភិបាលខេត្តរួមជាមួយនឹងក្រុមការងារដែលចោះចែកផ្ទាល់គឺលោកជំទាវដិតនីតាបាទដែលជាប្រធានសមាគមមីក្រូរ៉ែនថក់គឺចោះទៅផ្ទាល់តែម្ដងហើយលោកជំទាវគឺត្រូវជាភរិយាបាទរបស់អាដាមសាយសំអាលដែលត្រូវជាបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងដែនដីបាទសប្តាហ៍ថ្ងៃហ្នឹងហើយនេះខ្ញុំកាត់មានជាមួយនឹងបាទលោកយាយចាស់ជាមួយនឹងបងប្អូននៅពោះធំមានជាមួយបងប្អូនដែលគាត់មានកូនតូចកំពុងតែអង្គុយស្ដាប់ការថ្លែងបាទថ្លែងសំណេះសំណាលពីអភិបាលខេត្តក៏ដូចជាលោកជំទាវដិតនីតាជាដើមហើយនេះបាទដោយទស្សនវិជ្ជាជាក់ស្ដែងបងប្អូនឃើញហើយគឺមានចាស់មានក្មេងមានបាទ
ស្ត្រីបុធំហើយដល់ពេលយើងចែកហើយគឺយើងហួសមកដល់កន្លែងវត្តគឺស្ដាប់ព្រះអង្គបាទព្រះចៅអធិការថ្លែងរៀបរាប់ព្រះអង្គក៏ថ្លែងគាត់មានសង្ឃដីកាបាទជាស្រ័យបាទសង្ឃសាស្ត្រអត់សូវចេះច្រើនហើយឥឡូវយើងដើរចេញពីកន្លែងព្រះអង្គមកគឺយើងដើរទៅកន្លែងជំរុំបាទជំរុំបងប្អូនកំពុងរស់នៅហ្នឹងយើងដើរទៅមើលតង់ពីឆ្ងាយហ្នឹងឃើញគឺកន្លែងរស់នៅរបស់ពួកគាត់ហើយបាទយើងដើរទៅឆ្ងាយគួរសមដែរឡើងបែកញើសជោកដែរហើយចុកជើងដែរបាទដោយសារធំព្រោះមានបងប្អូនជនភៀសសឹកច្រើនមែនទែននៅទីនោះហើយសម្បូរក្មេងៗបាទហើយក៏មានក្រុមការងារផ្សេងរបស់ក្រុមហ៊ុនផ្សេងគាត់បានចុះទៅធ្វើជាការចែកអំណោយបាទពួកគាត់ចុះចែកអំណោយបាទផ្សេងដែរមានជាការចែកជូនស្បៀងអីផ្សេងបាទគឺស្តៀងគ្នាទេហើយនេះខ្ញុំថតទស្សនភាពបាទខ្ញុំដើរទៅហ្នឹងគឺមានខ្ទមមានអីបាទនេះគឺដល់កន្លែងចែកមួយទៀតហើយបាទចែកនេះដូចជាការចែកអំណោយរបស់ក្រុមហ៊ុនយូសបាទទឹកផ្លែឈើយូសគាត់ចែកជូនទៅដល់បាទច្រើនដែរឃើញថាកន្លែងហ្នឹងគឺច្រើនបាទមានបងប្អូនយើងច្រើនមែនទែនបាទអញ្ចឹងបានថាពិតជាអាណិតបាទថាអាណិតបងប្អូនខ្មែរយើងណាកិច្ចពីសង្គ្រាមមិនបានរស់ស៊ីរកអីទេពួកគាត់មកត្រូវរស់នៅដើម្បីសុវត្ថិភាពគឺត្រូវបខំចិត្តចាក់ចេញពីលំនៅឋានដែលខ្លួនរស់នៅដែលខ្លួនសាងសង់មកច្រកកោននៅកន្លែងបាទកន្លែងសុវត្ថិភាពឬក៏កន្លែងមណ្ឌលដែលខាងរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តនឹងរៀបចំជូនហើយពិតជាច្រើនមែនទែនបាទហើយនេះជាលើកទី1ដែលខ្ញុំបានទៅឃើញផ្ទាល់បាទឃើញផ្ទាល់នៅទស្សនភាពជាក់ស្ដែងឃើញថាមានក្មេងៗបាទអាណិតពួកគាត់អត់បានរៀនបានសូត្រអីស្រួលបួលទេប្រទេសមានសង្គ្រាមមានអីអញ្ចឹងបានថាយើងត្រូវការសន្តិភាពបាទកម្ពុជាយើងត្រូវការសន្តិភាពជាងមានសង្គ្រាមហើយយើងសង្ឃឹមថាបាទរដ្ឋាភិបាលប្រទេសទាំងពីរជាពិសេសគឺរដ្ឋាភិបាលកម្ពុជានោះត្រាក់តំណមរបស់កម្ពុជាយើងលោកនឹងខិតខំប្រឹងប្រែងដោះស្រាយយ៉ាងណាឲ្យបាទបញ្ហាសង្គ្រាមនេះនឹងល្អប្រសើរឡើងវិញបាទជៀសវាងការខូចខាតបន្តទៀតហើយខ្ញុំឃើញក្មេងៗគាត់បាទព្យាយាមយកអំណោយការហូបចុកអីហ្នឹងបាទខ្ញុំបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនបាទអរគុណច្រើនជម្រាបលា